តោះថ្ងៃនេះខ្ញុំនាំអ្នកឲ្យមកឡើងគីឡូទាំងអស់គ្នាបើឡើងម្នាក់ឯងដូចវាមិនសូវសោះឡើងគីឡូឡើងទៅឲ្យតែបានញ៉ាំមួយមុខនេះនិយាយទៅគឺថាងាយស្រួលធ្វើខ្លាំងមែនតើហើយឡើងឆ្ងាញ់អញ្ចឹងឥឡូវយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាមុនដំបូងគឺខ្ញុំវាយពងទាក៏បានពងមាន់ក៏បាននិយាយទៅវាយវាឲ្យបាយហើយបន្ទាប់មកគឺខ្ញុំចាក់ទឹកដោះគោស្រស់របស់យើងនឹងចូលហើយខ្ញុំវាយទឹកដោះគោស្រស់ជាមួយនឹងពងមាន់នឹងឲ្យវាចូលគ្នាឲ្យសោះហើយបន្ទាប់មកខ្ញុំយកនំប៉័ងយកមកជ្រលក់នៅក្នុងទឹកដោះគោហ្នឹងចំពោះនំប៉័ងហ្នឹងគឺខ្ញុំទិញយកអាណាកម្រាស់វារាងក្រាស់ដើម្បីឲ្យពេលដែលយើងអាំងទៅនំប៉័ងនោះវានៅទន់នៅខាងក្នុងអញ្ចឹងបន្ទាប់ពីខ្ញុំជ្រលក់នំប៉័ងជាមួយនឹងទឹកដោះគោហ្នឹងហើយគឺខ្ញុំដាក់អាំងក្នុង air fry ណាហើយអាហ្នឹងគឺគេតាមពិតគឺគេយកទៅចៀនមួយបឺនៅក្នុងផ្ទះប៉ុន្តែដោយសារខ្ញុំអត់ចង់ញ៉ាំបឺអញ្ចឹងទៅខ្ញុំដាក់នៅក្នុង air fry វាលឿនជាងតាមពិតអាហ្នឹងគឺគេហៅ French toast ប៉ុន្តែខ្ញុំនេះមិនដឹងហៅ French toast កាត់អត់ទេព្រោះខ្ញុំយកវាមកដាក់អាំងក្នុង air fry ហើយចុងក្រោយគឺខ្ញុំបានដួសក្រែមអាចារ្យដែលខ្ញុំបានធ្វើទុកហ្នឹងដាក់នៅលើនំប៉័ងដែលខ្ញុំបានអាំងហើយហ្នឹងហើយខ្ញុំក៏បានដាក់ទឹកដោះគោខាប់មកច្រូចពីច្រូចដែរនិយាយទៅកន្លែងហ្នឹងអ្នកនាងអត់ចង់ដាក់ក៏បានដែរប៉ុន្តែខ្ញុំគិតថាដាក់ទៅវាកាន់តែតំណតែចំពោះអាក្រែមនៅលើនំប៉័ងហ្នឹងអ្នកនាងចង់ដាក់រសជាតិអីក៏បានដែរនិយាយទៅតាមចំណង់ចំណូលចិត្តរបស់យើងតែប៉ុណ្្នឹងគឺហើយយើងអាចញ៉ាំបាននិយាយទៅគឺថាស្រួលខ្លាំងមែនតើធ្វើអត់ដល់10នាទីហើយខ្ញុំថារសជាតិវិញញ៉ាំទៅឡើងជាតិឡើងខ្ទិះហ្មង